តែនិយាយវិញថាតើខ្ញុំនឹងទៅរៀនពេទ្យហ្នឹងពេលដែលយើងចេញទៅយើងរកលុយបានប្រហែលព្រោះអីបច្ចុប្បន្នគឺអត់ទាន់អស់ទេអាការងារបោកប្រាស់បែបហ្នឹងគឺនៅតែមានគ្រប់រូបភាពឲ្យគ្រាន់តែគេដូររូបភាពផ្សេងគេកែគេដូរទីតាំងគេដូរអីចឹងទៅសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូចែកម្លែកមួយសម្រាប់បងប្អូនដែលតែរៀនចប់ទី12ជាពិសេសអ្នកដែលនៅតាមខេត្តដែលត្រូវឡើងមករៀននៅភ្នំពេញជៀសវាងការពេលដែលយើងឡើងមករៀនហើយយើងជួបមនុស្សបោកប្រាស់ឬក៏ក្រុមបោកប្រាស់ឃើញមានមករហូតហ្មងដែលថាក្រុមបោកប្រាស់ហ្នឹងគ្រាន់តែថាក្នុងរូបភាពផ្សេងគ្នាអ្នកខ្លះគឺជារូបភាពបែបលក់ផលិតផលឬក៏អាហារបំពន់ឬក៏អ្នកខ្លះបើកជាដូចថាសាលារៀនអញ្ចឹងចាំខ្ញុំនិយាយថាតើរូបភាពបោកទាំងអស់ហ្នឹងវាមិននិយាយទៅខ្ញុំមានបទពិសោធន៍ផ្ទាល់ខ្លួនឯងហ្មងដែលខ្ញុំមករៀននៅភ្នំពេញហ្នឹងខ្ញុំជាអ្នកខេត្តទេដែលខ្ញុំចប់ទី12ខ្ញុំមករៀននៅភ្នំពេញកាលពីឆ្នាំ2008ពេលហ្នឹងគឺខ្ញុំមករៀនមហាវិទ្យាល័យនៅសាលាពេទ្យអញ្ចឹងណាហើយនៅពេលដែលយើងចាប់ផ្ដើមមករៀននៅភ្នំពេញហ្នឹងគឺយើងជាអ្នកខេត្តយើងអត់ដឹងទេហើយយើងអត់ដឹងថារូបភាពបោកហ្នឹងវាមានបែបណាខ្លះអញ្ចឹងណាយើងគឺជាមនុស្សដែលថ្មីតែចូលក្រុងការបោកលើកដំបូងរបស់ខ្ញុំហ្នឹងគឺមានគេទៅចែកជាខិតល្ប័នដូចថាស្វែងរកបុគ្គលិកធ្វើការអញ្ចឹងទៅគេទៅចែកនៅកន្លែងផ្ញើម៉ូតូផ្ញើកង់ផ្ញើឡានអីនៅសាលារបស់យើងអញ្ចឹងណាហ្នឹងហើយពេលដែលយើងទទួលបានกระดาษហ្នឹងគេមានលេខទូរស័ព្ទអញ្ចឹងទៅគេដាក់ថារើសបុគ្គលិកហើយមានប្រាក់ខែប្រមាណហើយគេអត់ត្រូវការពេលវេលាទៅធ្វើការហ្នឹងច្រើនទេអញ្ចឹងវាធ្វើឲ្យយើងហ្នឹងមនុស្សដែលតែមករៀនមហាវិទ្យាល័យឆ្នាំទី1យើងគាត់ថាអូបើសិនជាមានការងារបែបហ្នឹងមែនយើងចង់ធ្វើមែនទែនហើយបើសម្រាប់ខ្ញុំគឺឪពុកម្ដាយខ្ញុំគឺអត់ចង់ឲ្យយើងធ្វើទេខ្លាចយើងហ្នឹងរៀនអត់ចេះឬអីចឹងណាប៉ុន្តែចិត្តយើងហ្មងគឺយើងចង់ពីព្រោះយើងចង់រកលុយបានដោយខ្លួនឯងយើងចង់មានចំណូលបន្ថែមទៀតចឹងណាដើម្បីជួយទៅដល់ឪពុកម្ដាយយើងដែរដូចថាយើងមានលុយចាយខ្លួនឯងទៅមិនចាំបាច់ទៅសុំពីគាត់ចឹងណាហ្នឹងហើយនៅពេលដែលគេចែកខិតបានចឹងហើយយើងក៏ចាប់ផ្ដើមតាក់ទងតាមទូរស័ព្ទទៅដើម្បីសួរនាំគេបន្ទាប់មកគេក៏ណាត់យើងទៅសម្ភាសការងារអញ្ចឹងទៅហ្នឹងហើយពេលដែលយើងទៅដល់កន្លែងសម្ភាសការងារហ្នឹងតាមពិតវាមិនមែនជាការងារនៅក្នុងក្រុមហ៊ុនឬក៏អីទេគឺជាប្រភេទការងារលក់អាហារបំពន់ហ្នឹងហើយនៅពេលហ្នឹងគឺគេមានអាហារបំពន់យកមកបង្ហាញយើងអញ្ចឹងគេថាដូចថាបើយើងព្រមចូលធ្វើការតើតើយើងនឹងទិញជាកញ្ចប់អាហារបំពន់នឹងមួយដូចថាប្រហែល$100អញ្ចឹងទៅយើងទទួលបានអាហារបំពន់ហ្នឹងប្រហែលមុខប្រហែលកំប៉ុងអញ្ចឹងទៅតបមកយើងយកអាហារបំពន់ហ្នឹងទៅលក់បន្តផងហើយនឹងព្យាយាមរកមនុស្សមកបន្តទៀតរកមនុស្សមកបន្ថែមទៀតដូចថាយើងទៅរកមិត្តភក្តិយើងអីចឹងណាយើងយកមិត្តភក្តិយើងហ្នឹងឲ្យមកទិញអាហារបំពន់ហើយនឹងចុះឈ្មោះធ្វើជាអ្នកលក់ដូចគ្នាអញ្ចឹងយើងអាចចំណេញពីការលក់ផលិតផលហ្នឹងហើយនឹងចំណេញភាគរយមួយទៀតហ្នឹងគឺយើងនាំមនុស្សមកចូលឲ្យគេចុះឈ្មោះគេបង់លុយដូចយើងដែរអញ្ចឹងមានន័យថាយើងបានភាគរយពីការដែលនាំមនុស្សហ្នឹងចូលទៀតប៉ុន្តែយើងសួរទៅវិញថាតើផលិតផលទាំងអស់ហ្នឹងគឺមកពីណាអាហារបំពន់ហ្នឹងមានការទទួលស្គាល់អត់កាលពីឆ្នាំ2008 2009ហ្នឹងវាអត់ទាន់ទលំទលាយអីដល់ថ្នាក់ហ្នឹងឲ្យយើងយល់ថាតើផលិតផលដែលនាំចូលមកហ្នឹងមានសុវត្ថិភាពអត់ទៀតយើងអត់ទាន់យល់ដឹងពីអាហ្នឹងទៀតអញ្ចឹងពេលហ្នឹងគឺខ្ញុំដូចជាខ្ញុំបានទិញអាហារបំពន់គេអស់ដូចជា$30អីមិនដឹងទេដើម្បីគេថាបើសិនជាយើងទៅពេលហ្នឹងយើងត្រូវចុះឈ្មោះដំបូងហ្នឹងបើយើងអត់មានលុយទិញជាកញ្ចប់ច្រើនហ្នឹងយើងចុះឈ្មោះសិនហ្នឹងក៏គេឲ្យជាអាហារបំពន់ហ្នឹងមកយើងប្រហែលកំប៉ុងអីចឹងទៅហើយយើងអាចយកទៅឲ្យម៉ែឪយើងឬក៏គ្រួសារយើងដែលមានជំងឺអីចឹងអាចប្រើបានអញ្ចឹងណាហ្នឹងហើយពេលហ្នឹងក្រោយពេលដែលខ្ញុំបានទិញអាហារបំពន់ហ្នឹងហើយខ្ញុំយកមកក៏ខ្ញុំឆែកមើលទៅដូចថាវាអត់មានប្រភពច្បាស់លាស់អញ្ចឹងយើងក៏អត់ហ៊ានប្រើហើយយើងក៏បោះចោលហើយយើងក៏ចាប់ផ្ដើមភ្ញាក់ខ្លួនថាមិនបានយើងត្រូវចាញ់បោកគេអូសទាញមិនបានយើងបានទិញផលិតផលហ្នឹងយកមកផ្ទះយើងឲ្យអស់លុយដល់អត់ដឹងខ្លួនយើងអត់មានបំណងថានឹងត្រូវទិញឬក៏ចូលទេព្រោះយើងរកការងារធ្វើយើងចង់បានការងារដើម្បីបានប្រាក់ខែប៉ុន្តែបើជាយើងត្រូវអស់លុយដោយសារតែយើងទៅទិញផលិតផលគេហើយសួរថាយើងទៅណែនាំអ្នកណាឲ្យគេចូលមកជាមួយយើងអត់ដឹងថាត្រូវទៅណែនាំអ្នកណាឬក៏ទៅបបួលមិត្តភក្តិណាទេគេសិតតែយល់ដឹងពីរឿងហ្នឹងឬក៏អីចឹងទៅគេអត់មកចូលរួមជាមួយយើងទេហ្នឹងហើយអាហ្នឹងគឺជាបទពិសោធន៍ទី1របស់ខ្ញុំហើយបទពិសោធន៍ទី2មួយទៀតហ្នឹងគឺមិត្តភក្តិទៅថាយើងស្គាល់មិត្តភក្តិដែលរៀនជាមួយគ្នាឬក៏ស្គាល់គ្នាអីចឹងទៅគេនាំយើងទៅកន្លែងហ្នឹងដូចថាគេថាទៅមានការងារធ្វើអីចឹងណាហ្នឹងហើយយើងក៏ជាយាមទៅជាមួយគេដល់ពេលដែលយើងទៅដល់អូមានគ្រូជោគជ័យច្រើនណាស់ដែលចាំមកបរៀនប្រាប់យើងគេមានកระดาษសមានអីចឹងទៅដើម្បីបង្រៀនថាយើងចាប់ដើមចុះឈ្មោះអ្នកនៅទី1គេផ្សេងឈ្មោះយើងចឹងទៅហើយបើករណីថាយើងនាំមនុស្សមកបាន5នាក់ហើយអា5នាក់ហ្នឹងទៅនាំមនុស្សមកបាន5នាក់ទៀតអញ្ចឹងគឺនាំគ្នាតហើយយើងអ្នកដែលនៅលើគេហ្នឹងគឺយើងនឹងទទួលបាន commission ច្រើនបានលុយច្រើនហើយគេសិតតែនិយាយវិញថាតើខ្ញុំនឹងទៅរៀនពេទ្យហ្នឹងពេលដែលយើងចេញទៅយើងរកលុយបានប្រហែលគឺបានតិចមែនតើតែបើយើងមកធ្វើការងារនេះវិញណាយើងទទួលបានលុយច្រើនណាបើសិនជាយើងនាំបានមនុស្សមកច្រើនអញ្ចឹងយើងនាំដំបូងតែ5នាក់តែ5នាក់ហ្នឹងយើងឲ្យ5នាក់ហ្នឹងទៅតាមរកមនុស្សមកតទៀតហើយអ្នកដែលមកតហ្នឹងគឺគេរកតរហូតអញ្ចឹងយើងអ្នកដែលនៅលើគេហ្នឹងគឺយើងនឹងទទួលបាន commission ច្រើនមែនតើហ្មងគេគុណជាលុយឲ្យយើងហ្មងរាប់ពាន់ដុល្លារក្នុងមួយខែហើយគេសិតតែតំណុយអីអាវធំក្បាត់កអីចឹងទៅហើយគេមកនិយាយអញ្ចឹងណាហើយខ្ញុំពេលដែលមិត្តភក្តិយើងនាំទៅអញ្ចឹងយើងមិនមែនទៅដោយសារតែយើងលោភលន់ទេគឺយើងទៅដោយសារតែមិត្តភក្តិយើងដែលជាអ្នកយើងស្គាល់ហ្នឹងនាំយើងទៅហើយនៅពេលដែលយើងទៅគេចាប់ផ្ដើមវាតម្លៃថាយើងរៀនពេទ្យហ្នឹងគ្មានបានប្រយោជន៍ទេអត់មានបានលុយអីច្រើនអាហ្នឹងជាចំណុចដែលខ្ញុំចាប់បានហើយខ្ញុំគិតថាវាអត់អាចដូចអ្វីដែលគាត់និយាយហើយបើគាត់មានខ្លាំងដល់ថ្នាក់ហ្នឹងណាខ្ញុំថាគាត់គួរតែនាំគ្រួសារបងប្អូនគាត់ហ្នឹងមកមានមុនយើងទៀតអញ្ចឹងខ្ញុំក៏អត់ជឿខ្ញុំក៏ត្រឡប់ចេញពីកន្លែងហ្នឹងវិញហើយគេនិយាយជាមួយយើងរាប់ម៉ោងមកបានចេញហើយនៅពេលដែលខ្ញុំចេញពីកន្លែងហ្នឹងហើយខ្ញុំក៏លែងទៅម្ដងទៀតទោះជាមិត្តភក្តិអ្នកដែលស្គាល់គ្នាហ្នឹងព្យាយាមបបួលមិនក៏ខ្ញុំអត់ទៅទៀតដែរហើយបន្ទាប់ពីហ្នឹងទៅខ្ញុំមានបានទៅមួយកន្លែងទៀតអាហ្នឹងមិត្តភក្តិស្គាល់ទៀតហើយគេចាប់ដើមមានការងារធ្វើអីនៅហ្នឹងអញ្ចឹងណាដល់ពេលយើងទៅដល់គេព្យាយាមឲ្យយើងហ្នឹងបង់លុយដើម្បីរៀនគេមានសាលាគេថាមានសាលាឲ្យយើងរៀនប៉ុន្តែយើងត្រូវបង់លុយសិន100ជាងឬក៏200ជាងអញ្ចឹងដើម្បីរៀនវគ្គហ្នឹងប៉ុន្តែ
បើតាមស៊ើបសួរមើលទៅដូចជាអត់មានជាសាលាអីបង្រៀនយើងអីទេគេគ្រាន់ឲ្យយើងបង់លុយបន្ទាប់មកក៏ហៅយើងថាមានការរៀនហើយគេឲ្យយើងហ្នឹងទៅរកមនុស្សមកបន្តទៀតដើម្បីបង់លុយអញ្ចឹងណាអាហ្នឹងគឺជាបទពិសោធន៍មួយទៀតដែលខ្ញុំទទួលបានហើយក៏មានបទពិសោធន៍មួយទៀតដែលបែបលក់អាហារបំពន់អញ្ចឹងដែរមិត្តភ័ក្តិសិតតែមិត្តភ័ក្តិដែលស្គាល់គ្នាអញ្ចឹងទៅគេនាំយើងទៅគេថាអូមានក្រុមហ៊ុននេះអីអញ្ចឹងទៅគេលក់អាហារបំពន់ហើយយើងទៅគេណែនាំអាហារបំពន់យើងហើយយើងទិញទៅគេឲ្យយើងហ្នឹងទិញយកមកប្រើបន្ទាប់មកយើងណែនាំទៅមនុស្សបន្តទៀតអញ្ចឹងទាំងអស់ហ្នឹងពេលខ្លះវារូបភាពជាលក់ផលិតផលរូបភាពជាការនាំមនុស្សចូលតគ្នាឲ្យទៅចូលរៀនប៉ុន្តែអត់មានសាលាអត់មានការរៀនទេហើយមានអារូបភាពផ្សេងដូចជាការហៅចូលបន្តអីចឹងទៅអញ្ចឹងអានេះគឺជាបទពិសោធន៍ផ្ទាល់របស់ខ្ញុំហ្មងដែលខ្ញុំអត់ដែលធ្វើវីដេអូនិយាយពីរឿងទាំងអស់ហ្នឹងទេដោយសារតែយើងក៏មិនមែនបានទៅចាញ់បោកអីគេដែរខ្ញុំអស់តែលើកទី1ដែលថាអស់ប្រហែលដូចជា$15ឬក៏$30មិនដឹងខ្ញុំអត់ចាំទេពីព្រោះវាយូរតាំងពីឆ្នាំ2008 2009នោះតែម្ដងនឹងគាត់ឲ្យក្រោយមកខ្ញុំទៅដោយសារតែមិត្តភ័ក្តិជាអ្នកនាំទៅហើយខ្ញុំអត់បានចាញ់បោកគេទេគ្រាន់តែយើងមើលយើងដឹងថា flow ហ្នឹងគឺជាការបោកប្រាស់ការនាំបន្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងវីដេអូនេះគឺចង់ចែកម្លែកទៅដល់បងប្អូនហ្មងជាពិសេសដែលអ្នកតែមកថ្មីហ្នឹងគឺគាត់ចង់បានការងារមែនទែនសម្រាប់អ្នកដែលមកពីខេត្តអីចឹងគាត់ចង់មករៀនផងមានការងារធ្វើផងអញ្ចឹងឲ្យបងប្អូនទាំងអស់គ្នាដឹងពីបញ្ហាដូចថាកលឹះនៃការបោកប្រាស់ឬក៏រូបភាពនៃការបោកប្រាស់ទាំងអស់ហ្នឹងព្រោះអីបច្ចុប្បន្នគឺអត់ទាន់អស់ទេការងារបោកប្រាស់បែបហ្នឹងគឺនៅតែមានគ្រប់រូបភាពឲ្យគ្រាន់តែគេដូររូបភាពផ្សេងគេកែគេដូរទីតាំងគេដូរអីចឹងទៅអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាប្រយ័ត្នមែនទែនហើយអត់មានការងារណាដែលស្រួលមានលឿនអីណាចំណូលច្រើនអីលើសលប់អីអាហ្នឹងគឺយើងកុំគួរឲ្យជឿទាំងអស់ហើយគិតមើលបើសិនជាខ្ញុំចាញ់បោកពួកទាំងអស់ហ្នឹងមែនណាខ្ញុំប្រហែលជាអត់បានរៀនពេទ្យចប់ហើយក៏អត់បានមានថ្ងៃនេះដែរព្រោះអីអ្នកទាំងអស់គ្នាដឹងថាប៉ាម៉ាក់ខ្ញុំតាំងពីខ្ញុំចូលមករៀនពេទ្យមកពេញនេះមកមើលសាលាអីមកដល់ខ្លួនឯងកាន់លុយគាត់ឲ្យតែលុយមកបង់ថ្លៃសាលាទៅប្រាប់ឪពុកម្ដាយថាបង់ថ្លៃសាលាហ្នឹងមួយឆ្នាំ1000ប៉ុណ្ណេះប្រហែល1000ចឹងទៅហើយប្រាប់គាត់ឲ្យគាត់ជាអ្នកឲ្យលុយហ្នឹងខ្ញុំកាន់យកមកបង់ដោយខ្លួនឯងហើយបងប្អូនទាំងអស់គ្នាគិតមើលបើសិនជាខ្ញុំឆោតល្ងងពេលហ្នឹងលុយដែលខ្ញុំបានមកបង់ថ្លៃសាលាប្រហែលជាខ្ញុំអត់បង់ទេខ្ញុំយកទៅទិញយកទៅចូលរួមជាមួយនឹងរូបភាពដែលគេអូសទាញយើងហ្នឹងខ្ញុំប្រកាសជាអត់បានរៀនចប់ទេហើយឪពុកម្ដាយខ្ញុំគឺគាត់មិនដែលដឹងមិនដែលមកមើលថាខ្ញុំរៀននៅសាលាណាទៅមើលថាបង់លុយជំនួសកូននេះគឺអត់ដែលមានហ្មងគឺខ្ញុំជាអ្នកកាន់ដោយខ្លួនឯងយកមកបង់អញ្ចឹងយើងដើរផ្លូវត្រូវទៅយើងអាចមានថ្ងៃនេះបើសិនជាខ្ញុំជឿតាមគេអូទីងតាមគេឪពុកម្ដាយខ្ញុំក៏អត់ដឹងដែរថាខ្ញុំយកលុយទៅណាខ្ញុំបានរៀនពេទ្យអត់ឬក៏អត់ក៏គាត់អត់ដឹងដែរយើងអាចកុហកគាត់បានណាប៉ុន្តែដោយសារតែយើងគិតថាយើងជាក្មេងមកពីស្រុកស្រែមែនប៉ុន្តែយើងគិតថាវាអត់មានអីដែលលឿនឬក៏មានលឿនដល់ថ្នាក់ហ្នឹងដូចអ្វីដែលគេនិយាយវាហួសហេតុពេកនិយាយទៅមួយខែរកបានរាប់ពាន់រាប់ម៉ឺនដុល្លារនិយាយទៅវាហួសហេតុមែនអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នាគិតពីចំណុចហ្នឹងហើយពិចារណាបានច្រើនហើយបើថាអាចកុំនៅម្នាក់ឯងពេលដែលមានគេអូសទាញអញ្ចឹងយើងយកទៅចែកម្លែកជាមួយមិត្តភ័ក្តិជាមួយនឹងបងប្អូនឪពុកម្ដាយយើងកុំគិតម្នាក់ឯងហើយធ្វើម្នាក់ឯងយើងអាចនឹងចាញ់បោកគេអរគុណច្រើន